สุดได้ในต่างออกนี้ថ្ងៃនេះយើងនៅមកស្គាល់អំពីយន្តហោះចម្បាំងមួយដែលត្រូវបានគេរាប់ថាជាយន្តហោះប្រយុទ្ធដែលជោគជ័យបំផុតនៅក្នុងប្រវត្តិសាស្ត្រវាគឺជា F-16 Fighting Falcon យន្តហោះមួយនេះមិនត្រឹមតែប្រើដោយសហរដ្ឋអាមេរិកប៉ុណ្ណោះទេប៉ុន្តែត្រូវបានប្រើជាង25ប្រទេសជុំវិញពិភពលោកនៅក្នុងវីដេអូនេះយើងនឹងស្វែងយល់អំពីប្រវត្តិដើមកំណើតការ design បច្ចេកវិទ្យាអាវុធនិងការប្រើប្រាស់របស់ F-16 នៅក្នុងសង្គ្រាមនៅដើមទសវត្សរ៍ឆ្នាំ1970កងទ័ពអាកាសសហរដ្ឋអាមេរិកត្រូវការយន្តហោះចម្បាំងថ្មីមួយដែលយន្តហោះចម្បាំងនោះគឺត្រូវតែស្រាលលឿនថ្លៃផលិតមិនខ្ពស់និងអាចប្រយុទ្ធទៅលើអាកាសបានល្អនៅឆ្នាំ1972សហរដ្ឋអាមេរិកចាប់ផ្ដើមគម្រោង Lightweight Fighter Program ក្រុមហ៊ុន General Dynamics បានឈ្នះការប្រកួតហើយបង្កើតយន្តហោះ F-16 ក្រោយមក F-16 ត្រូវបានអភិវឌ្ឍបន្ថែមឲ្យអាចប្រើបានគ្រប់អាកាសធាតុនិងអាចវាយប្រហារគោលដៅនៅលើដីនៅក្នុងឆ្នាំ1978កងទ័ពអាកាសអាមេរិកបានទទួលយក F-16 ប្រើជាផ្លូវការឈ្មោះ Fighting Falcon បានន័យថាសត្វបក្សីប្រយុទ្ធដែលលឿននិងឆ្លាត F-16 ត្រូវបានរចនាឡើងដោយគំនិតថាអ្នកបើកបរឆ្លាតវៃកៅអីអ្នកបើកបរត្រូវបានលំអៀងថយក្រោយដើម្បីជួយទ្រកម្លាំង G-force ខ្ពស់ទាំងកញ្ចក់ខាងមុខធំថ្លានិងទូលាយដែលធ្វើឲ្យអ្នកបើកបរមើលឃើញមេឃនិងសត្រូវបានច្បាស់រាងកាយយន្តហោះជិតស្លាបបង្កើតកម្លាំងទៅធ្វើឲ្យ F-16 មានស្ថិរភាពល្អនៅពេលបត់បែននៅលើអាកាស F-16 ប្រើម៉ាស៊ីនតែមួយគ្រឿងប៉ុណ្ណោះដែលអាចជាម៉ាស៊ីនប្រាត់ Vane F100 ឬ General Electric F110 ទោះមានម៉ាស៊ីនតែមួយប៉ុន្តែថាមពលរបស់វាខ្លាំងក្លាណាស់ជាមួយនឹង Afterburner វាអាចបង្កើតកម្លាំងរុញដល់ទៅ 1900 ផោនល្បឿនកម្ពូល Mach 2 លឿនជាងសម្លេង2ដង F-16 អាចឡើងល្បឿនលឿនបត់បានរហ័សដែលសំខាន់ជាងការប្រយុទ្ធទៅលើអាកាស F-16 គឺជាយន្តហោះដំបូងដែលប្រយុទ្ធដែលគេហៅឈ្មោះថា Fly by Wire មានន័យថាកុំព្យូទ័រជួយគ្រប់គ្រងការហោះហើរជំនួសប្រព័ន្ធមេកានិកចាស់កុំព្យូទ័រផ្ញើពាក្យបញ្ជាជានិច្ចទៅស្លាបនិងកន្ទុយធ្វើឲ្យយន្តហោះមានសុវត្ថិភាពនិងត្រឹមត្រូវអ្នកបើកបរមើលព័ត៌មានទាំងអស់តាម head up display ល្បឿនកម្ពស់គោលដៅព័ត៌មានប្រយុទ្ធបង្ហាញនៅនឹងភ្នែកដោយមិនចាំបាច់មើលចុះក្រោម F-16 មានអាវុធច្រើនប្រភេទកំភ្លើងធំ 20mm M61 Vulcan មីស៊ីលអាកាសទៅអាកាសមីស៊ីលអាកាសទៅដីគ្រាប់បែកធម្មតានិងគ្រាប់បែកឆ្លាតវៃក្រោមស្លាបនិងខ្លួនយន្តហោះអាចភ្ជាប់អាវុធបានច្រើនចំណុច F-16 មានប្រព័ន្ធបាញ់គ្រាប់បែកដោយ laser និងកុំព្យូទ័រលឿនបំផុតដែលធ្វើសំបីតែគ្រាប់បែកធម្មតាក៏វាយចំគោលដៅបានត្រឹមត្រូវដែរ F-16 បានចូលរួមក្នុងសង្គ្រាមសំខាន់ជាច្រើនដូចជាសង្គ្រាមអ៊ីស្រាអែលសេរីឆ្នាំ1982 Persian Gulf War ឆ្នាំ1909ដល់ឆ្នាំ1991សង្គ្រាមនៅអ៊ីរ៉ាក់និងអាហ្វហ្គានីស្ថាននៅក្នុងសង្គ្រាមទាំងនេះ F-16 បានបង្ហាញថាវាអាចប្រយុទ្ធបានទាំងអាកាសទៅអាកាសនិងអាកាសទៅដីយ៉ាងមានប្រសិទ្ធភាពបំផុត F-16 ត្រូវបានផលិតក្រោមអាជ្ញាប័ណ្ណនៅ Belgium, Netherlands, ទូគី កូរ៉េខាងត្បូងវាជាមូលដ្ឋានសម្រាប់យន្តហោះ SX របស់ជប៉ុនបច្ចុប្បន្នក៏មានចំនួនថ្មី F-16V ដែលប្រើរ៉ាដាទំនើបនិងប្រព័ន្ធអេឡិចត្រូនិកថ្មីតម្លៃរបស់យន្តហោះចម្បាំងនេះចាប់ពី14ទៅ20លានដុល្លារ F-16 Fighting Falcon គឺជាយន្តហោះស្រាលលឿនវាយប្រហារត្រឹមត្រូវនិងមានសមត្ថភាពច្រើនហេតុនេះហើយទោះបីមានយន្តហោះចំនួនថ្មីក៏ដោយ F-16 នៅតែជាយន្តហោះសំខាន់ក្នុងពិភពអាកាសរហូតដល់សព្វថ្ងៃ